នឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកដកកងទ័ពទាំងអស់ចេញពីមូលដ្ឋានយោធាទូទាំងពិភពលោកផលប៉ះពាល់ភ្លាមៗគឺភាពអស្ថិរភាពសកលនៅកូរ៉េខាងត្បូងការត្រឡប់មកវិញភ្លាមៗរបស់កងទ័ពអាមេរិកជាង30,000 នាក់នឹងធ្វើឲ្យឧបទ្វីបកូរ៉េក្លាយជាតំបន់ងាយរងគ្រោះកូរ៉េខាងជើងទំនងជានឹងមើលឃើញវាជាឱកាសដ៏ល្អឥតកោះដើម្បីបើកការវាយប្រហារនិងព្យាយាមបង្រួបរួមប្រទេសដោយកម្លាំងយោធាក្នុងករណីនេះប្រទេសជប៉ុនទំនងជានឹងចូលអន្តរាគមន៍ដើម្បីទប់ស្កាត់ការពង្រីកអំណាចរបស់ព្យុងយ៉ាងនៅតៃវ៉ាន់ការអវត្តមានរបស់កងទ័ពអាមេរិកស្ទើរតែប្រកាសថានឹងជំរុញឯចិនបន្តគោលដៅបង្រួបរวมដែលបានរងចាំយូរមកហើយតាមរយៈសកម្មភាពយោធាក្នុងពេលដំណើរគ្នាសង្គ្រាមនឹងអ៊ុយក្រែននឹងវិវត្តទៅជាស្ថានភាពអាក្រក់ជាងមុនបើគ្មានការគាំទ្រដោយផ្ទាល់ពីសហរដ្ឋអាមេរិកកម្លាំងរបស់ NATO នឹងចុះខ្សោយយ៉ាងខ្លាំងបើកផ្លូវឲ្យរុស្ស៊ីអាចគ្រប់គ្រងប្រទេសទាំងមូលបានមជ្ឈិមបូព៌ាប្រហែលជាតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីការដកខ្លួនរបស់អាមេរិកអ៊ីស្រាអែលអាចនឹងប្រឈមមុខនឹងហានិភ័យដែលត្រូវបំផ្លាញដោយសត្រូវជុំវិញខ្លួនសរុបសេចក្តីមកការដកកម្លាំងយោធារបស់សហរដ្ឋអាមេរិកចេញពីពិភពលោកទាំងមូលនឹងបោកទ្វារឲ្យមានចំនួនលើមុខសង្គ្រាមជាច្រើនដោយធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុងភាពចលាចលនិង